tin chăn về đại côn đấy nè khoan là cho xe cho hạt lấy khai lên sẽ đây thay ca room ở toàn xung quanh từ mai phong từ đó sọc thấy vừa live tam Facebook này dễ anh lăng mà còn nó có đặc biệt riêng cách prom riêng xong tôi sẽ đây thay ca room này vàพอมาดองទៀតសេចក្តីថ្លែងការណ៍រួមមិនមែនជាសន្ធិសញ្ញាឬកិច្ចព្រមព្រៀងសន្តិភាពទេវាគ្រាន់តែជាការបដិញ្ញាតាំងចិត្តរបស់ភាគីទាំងពីរថានឹងប្រឹងប្រែងដើម្បីឲ្យមានសុខសន្តិភាពជាមួយគ្នាបាទជាកិច្ចសន្យាជាការប្រកាសអំពីការបដិញ្ញារវាងភាគីថៃនិងភាគីកម្ពុជាដើម្បីឲ្យមានសុខសន្តិភាពជាមួយគ្នាយើងស្ដាប់ទៅវាដូចគេប៉ុន្តែម្ដងទៀតមិនមែនជាកិច្ចព្រមព្រៀងទេព្រោះបើកិច្ចព្រមព្រៀងអត់មានសន្យាអីទៀតទេគឺអនុវត្តយកតែម្ដងហើយមានខត្រូវអនុវត្តភ្លាមអនុវត្តចំណុចនេះត្រូវការពេលរយៈពេលប៉ុណ្ណេះខែប៉ុណ្ណេះអាទិត្យត្រូវតែដោះមានឲ្យអស់ប៉ុណ្ណេះហត្តាត្រូវតែដោះស្រាយរឿងភូមិព្រៃច័ន្ទដោះអីប៉ុន្តែ4ចំណុចហ្នឹងគឺរបៀបជាសន្យាថាធ្វើឲ្យបានហើយបើធ្វើអត់បានទាហានខ្មែរក៏អត់ដោះបញ្ហាព្រំដែនក៏នៅតែនៅសកាអញ្ចឹងទៀតអត់បងប្អូនមិនមានដំណោះស្រាយអីណាលឿនឆាប់ពេកទេនៅក្នុងពេលខ្មែរនឹងធ្វើឲ្យដកទ័ពដកអីចេញពីព្រំដែនទៅកំភ្លើងធំអីវាជាការដែលយើងបង្ហាញអំពីភាពចាស់ទុំរបស់យើងអត់ធ្មត់របស់យើងធ្វើតាមកិច្ចព្រមព្រៀងគ្រប់យ៉ាងឬក៏សេចក្តីថ្លែងការណ៍គ្រប់យ៉ាងវាល្អហើយក៏ប៉ុន្តែថៃបើមិនទាន់មានរដ្ឋាភិបាលថ្មីជំនួសលោកអនុទិនច័ន្ទវរៈគុលទេគុំសង្ឃឹមថានឹងមានការដកអីចេញពីព្រៃច័ន្ទបលាលុះអីហ្នឹងគឺអត់សោះខ្ញុំតែនាម 100% អត់ទៅរួចទេព្រោះអីថៃរឿងនយោបាយគេតែលោកអនុទិនដើរតែខុសកាឡាទីព្រោះគាត់កំពុងតែចង់ខ្លាយជានាយករដ្ឋមន្ត្រីថៃសម្រាប់អាណត្តិក្រោយនាយករដ្ឋមន្ត្រីថៃនេះបានដូចយល់សពទេសប្ថ្ងៃហ្នឹងតំណែងគាត់បានដូចយល់សពតែវាចៃដន្យដោយសារអីដោយសារតែបៃថងឋានត្រូវគេដកតំណែងជានាយករដ្ឋមន្ត្រីហើយគណៈបកប្រជាជនថៃដែលជាគណៈបកប្រឆាំងធំជាងគេដែលមិនចង់ចូលធ្វើជានាយករដ្ឋមន្ត្រីអីសោះប៉ុន្តែមានសម្លេងគ្រប់គ្រាន់ដើម្បីឲ្យអនុទិនច័ន្ទវរៈគុលកាន់តំណែងជានាយករដ្ឋមន្ត្រីហើយគាត់មានតែ69កៅអីហ្នឹងតំណែងនាយករដ្ឋមន្ត្រីត្រូវការ200កៅអីជាងណោះអញ្ចឹងបានគណៈបកប្រឆាំងហ្នឹងគេថាឥឡូវយកសិនទៅកាន់សិនទៅតែសន្យារំលាយសភា4ខែក្រោយអញ្ចឹងអានេះគឺជានាយករដ្ឋមន្ត្រីតំណែងក្នុងក្តីសុបិនទេប៉ុន្តែវាចៃដន្យអីអាក្តីសុបិនគាត់ហ្នឹងគាត់ចង់ធ្វើឲ្យវាអស្ចារ្យទៅប្រជាពលរដ្ឋថៃទុកចិត្តថាគាត់មានសមត្ថភាពដឹកនាំជានាយករដ្ឋមន្ត្រីបើបោះឆ្នោតថ្ងៃពេលមលារដ្ឋសភាបោះឆ្នោតទៅគាត់អាចជាប់ឆ្នោតដែរណានេះគឺជាអ្នកនយោបាយហើយអញ្ចឹងក៏អត់មានមកឲ្យស្អីបាត់ដីបាត់អីភូមិព្រៃច័ន្ទឬស្អីនឹងមកខ្មែរវិញទេកុំសង្ឃឹម 100% ឧថ្មចំណាំទុកបងប្អូនខ្ញុំនិយាយនេះមិនមែនផ្ដាច់ក្តីសង្ឃឹមរបស់បងប្អូនទេប៉ុន្តែរបបនយោបាយថៃគឺនឹងទៅផ្លូវហ្នឹងហើយនាយករដ្ឋមន្ត្រីអនុទិនច័ន្ទវរៈគុលហ៊ានតែប្រាប់ថាតំបន់ព្រៃច័ន្ទនិងភូមិជោគជ័យឥឡូវនេះត្រូវប្រគល់ដីដែលប្រគល់បាន5ហិកតានេះមកឲ្យប្រជាពលរដ្ឋខ្មែរវិញឥឡូវនេះត្រូវដកស្បៃឥឡូវនេះត្រូវសង់ផ្ទះប្រជាពលរដ្ឋដែលឈូសចោល24ម៉ោងអនុទិនច័ន្ទវរៈគុលនឹងបាត់កៅអីពីនាយករដ្ឋមន្ត្រីហើយអ្នកឡើងមកជំនួសអនុទិនច័ន្ទវរៈគុលនឹងធ្វើប្រយ័ត្នជាងច័ន្ទវរៈគុលនឹងទៀតហើយនឹងអត់មានតាក់ទងនឹងរឿងអីខ្ជាក់ចេញមកពីដីព្រំដែននឹងឲ្យខ្មែរទេអត់ទេនេះគឺខ្ញុំច្បាស់ 100% អញ្ចឹងបងប្អូនគិតថាខ្ញុំក្បត់ជាតិអីក៏ក្បត់ចោះថាដីនឹងបានទៅគេតែខ្ញុំនិយាយនេះគឺខ្ញុំស្ដាយខ្ញុំចង់ឲ្យបានមកយើងវិញខ្ញុំក្បត់ជាតិនៅក្នុងពេលដែលខ្ញុំចង់បានដីខ្មែរមកឲ្យខ្មែរវិញគឺខ្ញុំចង់ឲ្យយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុន្តែម៉ោងនេះយឺតពេលហើយបងប្អូនមានកិច្ចថ្លែងការណ៍រួមនេះគឺយឺតពេលហើយទាល់តែផ្ទុះអាវុធមកផ្ទាំងទៀតបានថាបានខ្មែរគិតថាអូមានហេតុផលគ្រប់គ្រាន់ហើយសម្រាប់ប្តឹងបើអត់ទេព្រោះយើងទៅព្រមគ្នាបាត់ទៅហើយនឹងទៅមានរឿងអីទៅប្តឹង ICJ បានវាច្បាស់ជាវិលមកចូលក្នុងយន្តការដើមវិញហើយគឺគណៈកម្មការព្រំដែនចម្រុះ JBC GBC RBC ទៅអ្វីដែលថៃចង់បានតាំងពីដើមទីមកថៃចង់បានឲ្យជជែកគូភាគីចឹងតាខ្មែរអះអាងថាអត់មានជជែកគូភាគីទេជជែកមិនបានទេត្រូវតែប្តឹងតែបានតែជូនដំណឹងចោលមួយទៅ ICJ បាត់ទៅមិនដឹងនៅឯណាផងដល់ពេលឥឡូវថៃលួងយើងចូលមកក្នុងកន្លែងចំណុចដដែលបាត់បង់ជីវិតមនុស្សអស់មកកណោរហូតដល់បាត់ដីយើងដោយសារនៅក្នុងព្រំដែនទៀតផងវិលមកចូលសងថៃដដែលហើយយើងថៃយើងឈ្នះខ្ញុំមិនដឹងដែរឥឡូវខ្ញុំអានឲ្យបងប្អូនស្ដាប់ពីសេចក្តីថ្លែងការណ៍រួមរបស់នាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃស្ដីពីលទ្ធផលនៃជំនួបរវាងរដ្ឋមន្ត្រីទាំងពីរនៅទីក្រុងកូឡាលំពួរប្រទេសម៉ាឡេស៊ីកម្ពុជាខ្លួនឯងអត់និយាយថាសេចក្តីថ្លែងការណ៍រួមស្ដីអំពីសន្តិភាពស្អីពីអីផងហ្នឹងស្ដីអំពីលទ្ធផលនៃជំនួបហើយទៅបានគាត់និយាយយើងជានាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃដោយមានប្រធានាធិបតីសហរដ្ឋអាមេរិកនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីធ្វើជាសាក្សីផងបន្ទាប់ពីបានជួបប្រជុំគ្នានៅទីក្រុងកូឡាលំពួរប្រទេសម៉ាឡេស៊ីថ្ងៃទី26ខែតុលាសូមប្រកាសដោយខាងក្រោម
ខ្ញុំសូមអានឲ្យបងប្អូនយល់អំពីខ្លឹមសារនឹងចោះដើម្បីឲ្យខ្ញុំពេលដែលខ្ញុំបញ្យល់ពីរឿងខាងថៃតើថៃគេនិយាយមិននៅក្នុងសេចក្តីប្រកាសរួមនេះប៉ុន្តែម្ដងទៀតបងប្អូនសេចក្តីប្រកាសមិនមែនជាកិច្ចព្រមព្រៀងឬសន្ធិសញ្ញាទេដូច្នេះគ្មានកាតព្វកិច្ចចងអ្នកណាឲ្យគោរពតាមទេគោរពតាមគោរពទៅគោរពមិនតាមក៏ហើយចោះហើយវាយគ្នាទៀតទៅវាតែប៉ុណ្្នឹងឯងហើយអ្នកណាចាំមើលទៀតទៅយ៉ាងច្រើនអាមេរិកហ្នឹងថាហេខ្ញុំទៅខំប្រឹងធ្វើជាសាកសីហងឥឡូវមិនបានអញ្ចឹងតែឥឡូវដូចនៅពួកហាម៉ាស់ហើយនឹងអ៊ីស្រាអែលអញ្ចឹងគាត់នៅចុះហត្ថលេខាទឹកខ្មៅអត់ទាន់ស្ងួតហ្នឹងពួកហាម៉ាស់យកក្រុមដែលពួកគាត់ចាប់បាន8នាក់យកទៅបាញ់សម្លាប់ចោលកដាលផ្លូវទុំ8គ្រាប់អញ្ចឹងទៅវាអញ្ចឹងណាបងប្អូនបើឲ្យសួរលោកត្រាំធ្វើអីកើតទៀតគាត់ថាឥឡូវបានកិច្ចព្រមព្រៀងមួយយកគាត់ថាជាមួយសន្លឹកហ្នឹងដើម្បីយកទៅដាក់នៅអា Nobel Peace Prize អីគណៈកម្មការសន្តិភាពប៉ុន្តែសន្តិភាពបែបហ្នឹងក៏អត់ទាន់បានវាប្រញាប់ពេកដែរពេលខ្លះឥឡូវចំណុចទី1ដែលគាត់ប្រកាសភាគីទាំងពីរបញ្ជាក់ជាថ្មីដូច្នេះវាអត់មានអីផ្សាយទេបញ្ជាក់ជាថ្មីបានន័យថាលោកមុនមានម្ដងហ្នឹងបាត់ជប់បាញ់ថ្ងៃ28បាត់ជប់បាញ់ថ្ងៃ7ខែសីហាឥឡូវបញ្ជាក់ជាថ្មីបដិញ្ញាចិត្តរឹងមាំចំពោះសន្តិភាពនិងសន្តិសុខប្រទេសទាំងពីរដូចមានប្រកាសកាលពីខ្ញុំនិយាយមិញអញ្ចឹងទី2បញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងមុតមាំបញ្ជាក់ទៀតហើយបដិញ្ញាទៀតហើយតែសម្អល់ក្នុងខោទៀតចាំមើលគោរពអនុវត្តកិច្ចព្រមព្រៀងដែលបានប្រជុំកិច្ចការព្រំដែនអញ្ចឹងទៅទី3ចុះហត្ថលេខាលើលក្ខខណ្ឌយោងស្ដីពីការបង្កើតក្រុមអ្នកសង្កេតការអាស៊ានកន្លែងនេះមួយដែលជារឿងដែលល្អសម្រាប់ខ្មែរខ្ញុំថាខ្មែរយើងចំណេញតែចំណុចលេខ3ហ្នឹងឯងយើងបានចុះហត្ថលេខាលើលក្ខខណ្ឌយោងស្ដីពីការបង្កើតក្រុមអ្នកសង្កេតការអាស៊ាន AOT ដែលមានសមាជិកជាបុគ្គលិកមកពីរដ្ឋសមាជិកអាស៊ាននិងមានគោលបំណងធានាអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញនិងមានប្រសិទ្ធភាពនេះបើមានគណៈកម្មការអាស៊ានស៊ើបអង្កេតចឹងមានទាំងថៃមានទាំងខ្មែរមានទាំងម៉ាឡេចឹងអាហ្នឹងបានអាចមានប្រសិទ្ធភាពជួយឃ្លាំមើលខ្លះឥឡូវបើអាស៊ានទៅតែខាងខ្មែរអាស៊ានទៅតែខាងថៃរាយការណ៍តែម្ខាងអត់ប្រយោជន៍បានតែឃើញហ្នឹងគេបានស្រីគេក្លាហានគេបានរូបបងស្រីដូចនួនល្អបានត្រឹមតែរូបថតនឹងឯងដូច្នេះអាហ្នឹងខ្ញុំសាទរចំណុចលេខ3នេះគឺល្អឲ្យមានគណៈកម្មការកដាលមួយដើម្បីជួយយកណាឃ្លាំមើលហើយរាយការណ៍សងខាងអញ្ចឹងទៅវាមានជាសេចក្តីថ្លែងការណ៍រួមបានដែរខ្ញុំថាល្អកន្លែងលេខ4តែចាប់ផ្ដើមពីលេខល្អលេខ3តែលេខ4ទៅហើយលេខ4គឺដាក់ថាបន្ថែមលើនេះយើងបានបដិញ្ញាចិត្តបន្ថយភាពតានតឹងស្ដារទំនុកចិត្តទំនាក់ទំនងផលប្រយោជន៍ល្អទៅវិញទៅមកអញ្ចឹងទៅហើយនឹងស្ដារឡើងវិញនៅសន្តិភាពសន្តិសុខស្ថិរភាពតំបន់ព្រំដែនចំណុចមានដូចតទៅចំណុចខាងក្រោមជាកថាខណ្ឌក្រោមចំណុចលេខ4ណាគឺមាន1ដកអាវុធនិងឧបករណ៍បំផ្លិចបំផ្លាញធនធ្ងន់ចេញពីព្រំដែនឃើញគេប្រើពាក្យដកអាវុធនិងឧបករណ៍បំផ្លិចបំផ្លាញធនធ្ងន់ចំណុចនេះគឺជាចំណុចនៅក្នុងលក្ខខណ្ឌ4ចំណុចរបស់ថៃដែលគេចង់ស្នើថាឲ្យខ្មែរធ្វើឥឡូវខ្មែរធ្វើហើយគឺយើងប្រើថាកែសម្រួលប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍គេប្រើពាក្យថាដកអាវុធនិងឧបករណ៍បំផ្លិចបំផ្លាញអានឹងខ្ញុំសង្ខេបបន្តិចចុះទីកថាខណ្ឌទី2នៅក្នុងចំណុចទី4ខ្ញុំរំលងកថាខណ្ឌទី3ក៏ខ្ញុំរំលងដែរតែកថាខណ្ឌទី4នៅក្នុងចំណុចទី4គឺនិយាយពីលក្ខខណ្ឌទី2ដែលថៃស្នើដែរគឺសម្របសម្រួលនិងអនុវត្តការបោះសម្អាតមីនមនុស្សធម៌នៅតាមតំបន់ព្រំដែនគេប្រើពាក្យថាបោះសម្អាតមីនមនុស្សធម៌អត់អីទេមនុស្សធម៌ក៏បានដែរព្រោះបោះសម្អាតមីនដើម្បីជួយកុំឲ្យមនុស្សយើងជន់មីនអានឹងជាចិត្តធម៌ដែរហើយប៉ុន្តែនៅតំបន់ព្រំដែនបានន័យថាម៉េចអាចនៅកន្លែងវិវាទឆ្លោះគ្នាហ្នឹងដែលថៃចង់ឲ្យដកអាកន្លែងដែលថៃយកបលាលួសមរីអត់បានហ្នឹងឲ្យដោះមីនឲ្យអស់ពីតំបន់ហ្នឹងអានេះកន្លែងដែលយើងបារម្ភមកទី3នៅក្នុងកថាខណ្ឌទី5នៅក្នុងចំណុចទី4តែជាចំណុចនៃលក្ខខណ្ឌទី3ដែលថៃទាមទារដែរនោះគឺដោះស្រាយបញ្ហាចោតប្រកាន់ពីការទន្ទ្រានដីពីសំណាក់ភាគីណាមួយភ័យច័ន្ទនិងភូមិជោគជ័យហើយនឹងដីដតីទៀតកន្លែងផ្សេងទៀតដែលត្រួតស៊ីគ្នាឬក៏ដណ្ដើមបានអារឿងនេះគឺរឿងជំនះប្រជាពលរដ្ឋចេញពីភូមិភ័យច័ន្ទឬក៏បណ្ដេញឬក៏ដោះស្រាយហើយដោះស្រាយនេះចំណុចទី3នេះគឺតាមលក្ខខណ្ឌរបស់ថៃចង់បានចឹងមែនឯងគឺអីគេឲ្យយើងដោះស្រាយរឿងភ័យច័ន្ទយើងប្រើពាក្យថាដោះស្រាយបញ្ហានៃការចោទប្រកាន់ពីការទន្ទ្រានដីពីសំណាក់ភាគីណាមួយដោយអនុលោមទៅតាមលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចម្រុះកិច្ចការព្រំដែនព្រំសីមាបញ្ឈប់នៅរាល់សកម្មភាពដែលពង្រីកវិសាលភាពចំនួននិងបង្កើនភាពតានតឹង